មិនធ្លាប់ដឹងសោះការគិតច្រើនផ្ដល់នៅចំណុចល្អៗពីអ្នកអង្គញាគិតម៉េងបងប្អូនទាំងអស់គ្នាប្រហែលជាធ្លាប់ជួបហើយនៅបញ្ហាមួយដែលជាទូទៅមនុស្សម្នាក់គឺកិច្ចមិនផុតនោះទេទាក់ទងជាមួយនឹងការគិតច្រើនហើយជាធម្មតាហេតុអ្វីបានជាមានការគិតច្រើននៅពេលជីវិតរបស់នរណាម្នាក់ជួបនឹងបញ្ហាអ្វីមួយហើយដោះស្រាយមិនចេញគឺតែងតែគិតពីនេះពីនោះដែលគេនិយមហៅថាគិតច្រើននោះឯងហើយការគិតច្រើនរមែងពេលខ្លះក៏បានផលតែពេលខ្លះក៏មិនបានផលនោះដែរដោយឡែកតកតងនឹងបញ្ហាគិតច្រើននេះដែរបើយើងនិយាយទៅមិនធ្លាប់ដឹងសោះតែម្ដងថាការគិតច្រើននោះវាផ្ដល់នៅចំណុចល្អដល់ជីវិតរបស់យើងនោះទេនេះគឺជាគំនិតទាំងស្រុងពីអ្នកអង្គការគិតម៉េងដែលលោកបានធ្វើការបង្ហោះនៅលើเพจផ្លូវការរបស់លោកតែម្ដងនិយាយរៀបរាប់ពីគុណប្រយោជន៍ជាច្រើនដែលពាក់ព័ន្ធនឹងការគិតច្រើននៅក្នុងសំណេរនោះគឺអ្នកអង្គការបានលើកឡើងបែបនេះថាប្រសិនបើអ្នកគិតច្រើនហេតុអ្វីបានជាអ្នកមិនអាចគិតឲ្យច្រើនអំពីរឿងវិជ្ជមាននៅក្នុងសំណេរនោះអ្នកអង្គការបានសរសេររៀបរាប់ថាយើងនិយាយថាការគិតច្រើនពេករបស់យើងប្រៀបដូចជាកំហុសឬចំណុចខ្សោយប៉ុន្តែប្រសិនបើអ្នកគិតពិចារណាឲ្យបានល្អិតល្អន់វិញអ្នកមិនគិតច្រើនពេកលើគ្រប់រឿងនោះទេអ្នកគិតច្រើនពេកអំពីបញ្ហាដែលអាចកើតឡើងជាជាងគិតច្រើនទៅលើរឿងល្អៗដែលអាចកើតឡើងអ្នកតែងស្រមៃឃើញកំហុសឬបរាជ័យដែលមិនទាន់កើតឡើងប៉ុន្តែបែរជាកម្រគិតឃើញពីជោគជ័យរបស់អ្នកដែលអាចកើតមាននាពេលអនាគតដូច្នេះបញ្ហាពិតប្រាកដទំនងជាមិនមែនមកពីការគិតច្រើនពេករបស់អ្នកនោះទេប៉ុន្តែប្រហែលជាមកពីថាតើការគិតច្រើនរបស់អ្នកផ្ដោតលើរឿងអ្វីខ្លះអ្នកអង្គការបានបន្តទៀតថាប្រសិនបើចិត្តយើងគិតឃើញយ៉ាងច្បាស់នៅភាពបរាជ័យចិត្តយើងក៏អាចស្រមៃឃើញភាពរឹងមាំភាពរីកចម្រើននិងជ័យជំនះយ៉ាងច្បាស់ដូចគ្នាដែរជាមនុស្សម្នាក់ដែលមានទំនួលខុសត្រូវទាំងលើធុរកិច្ចបុគ្គលិកក្រុមការងារគ្រួសាររបស់ពួកគេនិងលើអនាគតរបស់មនុស្សជាច្រើនខ្ញុំបានរៀនមេរៀននេះបន្តិចម្ដងគឺប្រសិនបើខ្ញុំត្រូវតែផ្ដោតលើការគិតរបស់ខ្ញុំឲ្យបានស៊ីជម្រៅខ្ញុំគិតតែរឿងណាដែលពិតជាសំខាន់និងមានន័យប៉ុណ្ណោះដូច្នេះប្រសិនបើអ្នកត្រូវគិតច្រើនសូមគិតឲ្យបានច្រើនពីសក្តានុពលរបស់អ្នកសូមគិតច្រើនលើរឿងល្អទាំងអស់ដែលអាចកើតឡើងចំពោះអ្នកសូមមើលឃើញពីចំណុចល្អៗនៃជីវិតរបស់អ្នកនិងគិតឲ្យច្រើនលើក្តីសុបិនហើយស្រមៃឃើញក្តីសុបិនឲ្យធំដែលអាចសម្រេចបានអ្នកប្រហែលជាអាចចាប់ផ្ដើមការគិតរបស់អ្នកក្នុងផ្លូវវិជ្ជមានដែលជួយដល់អ្នកជាជាងក្នុងផ្លូវអវិជ្ជមានដែលជាឧបសគ្គសម្រាប់អ្នក